នេះជាវិធីមួយនៅក្នុងការចូលទៅបង្កើតរូបភាព sticker បែបនេះសម្រាប់រូប sticker ទាំងអស់នេះយើងអាចចូលទៅបង្កើតបាននៅក្នុងកម្មវិធី ChatGPT នៅក្នុងការបង្កើតរូបភាពទាំងអស់ហ្នឹងគឺយើងមិនមានការបង់ប្រាក់ទេគឺយើងអាចចូលបង្កើតបានដោយ free តែម្ដងក្រោយពេលដែលយើងបានបង្កើតរូបភាព sticker ទាំងអស់ហ្នឹងហើយយើងអាចយករូបភាព sticker ទាំងអស់ហ្នឹងយកទៅប្រើជា sticker នៅក្នុងកម្មវិធី Telegram ក៏បានយើងអាចចូលទៅប្រើនៅក្នុងកម្មវិធី Messenger ក៏បានយើងអាចប្រើជាលក្ខណៈ sticker ដូចគ្នាបាទតោះឥឡូវនេះយើងចូលទៅសាកល្បងទាំងអស់គ្នាបាទអញ្ចឹងដំបូងយើងចូលទៅក្នុងកម្មវិធី ChatGPT មករួចហើយមកដល់កន្លែងហ្នឹងយើងចុចកន្លែងសញ្ញាលេខបូកមកដើម្បីទៅរើសរូបភាពយកមកដាក់អញ្ចឹងនៅពេលដែលយើងចុចកន្លែងសញ្ញាលេខបូកហើយរួចហើយយើងចុចកន្លែងពាក្យ photo មករួចហើយយើងរើសរូបភាពមកសម្រាប់យកទៅបង្កើតជា sticker អញ្ចឹងនៅពេលដែលយើងរើសរូបភាពបានហើយយើងទៅយក prompt បាទអញ្ចឹងឥឡូវយើង copy prompt នោះមកដាក់មកអញ្ចឹងតកតងជាមួយនឹងការសរសេរ prompt ហ្នឹងបងប្អូននេះអាចមើលតាមខ្ញុំបានយើងអាចដាក់ clay ក៏បានវែងក៏បានអាស្រ័យទៅលើយើងចង់បានថាយើងចង់បាន sticker របៀបមិនអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើង copy prompt ដាក់បែបហ្នឹងហើយយើងចុចកន្លែងសញ្ញាលេខព្រួយមួយមកដើម្បីផ្ញើទៅកាន់ ChatGPT អញ្ចឹងនៅក្នុងការដែលយើងផ្ញើទៅហ្នឹងគឺយើងរងចាំបន្តិចដើម្បីឲ្យ ChatGPT បង្កើតរូប sticker ឲ្យយើងបាទអញ្ចឹងនៅពេលដែលយើងរងចាំapplyទៅគឺកម្មវិធី ChatGPT ហ្នឹងគឺនឹងផ្ញើរូបភាពឲ្យយើងបែបនេះអញ្ចឹងយើងអាច save រូបភាពនេះបានហើយបាទយើងចុចទៅលើរូបភាពនេះមួយរួចហើយយើងចុច download មកដើម្បីយករូបភាពហ្នឹងទៅប្រើបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Telegram ដើម្បីយក sticker ទាំងហ្នឹងទៅប្រើនៅក្នុងកម្មវិធី Telegram ម្ដងបាទឥឡូវនេះយើងចូលមកក្នុងកម្មវិធី Telegram អញ្ចឹងយើងយករូបភាព sticker របស់យើងមិញហ្នឹងដើម្បីយកមកបង្កើតទៅជា sticker ដើម្បីយើងប្រើនៅក្នុងកម្មវិធី Telegram បានណាយើងចុចកន្លែងរូប sticker ហ្នឹងមករួចហើយយើងយកកន្លែងពាក្យ create នេះអញ្ចឹងនៅពេលដែលយើងចុចកន្លែងពាក្យ create ហើយយើងចុចទៅលើរូប sticker ដែលយើងបានបង្កើតមិញហ្នឹងបាទយើងចុចកន្លែងរូបភាពហ្នឹងមករួចហើយមកដល់កន្លែងនេះយើងធ្វើការគ្រប់រូបភាពបានន័យថាយើងអាចដាក់ទៅទាំងអស់បានទេអញ្ចឹងយើងចុចកន្លែងសញ្ញាគ្រប់ខាងក្រោមនេះមួយរួចហើយយើងគ្រប់យករូបភាពតែមួយមកនៅក្នុងករណីហ្នឹងគឺយើងបង្កើតរូបភាពគឺយើងធ្វើបានតែម្ដងមួយទេនៅក្នុងការបង្កើត sticker បាទអញ្ចឹងនៅពេលដែលយើងយកទំហំបែបហ្នឹងហើយយើងចុចយកមករួចហើយយើងចុចកន្លែងអក្សរខាងលើនេះដូចខ្ញុំបានបង្ហាញហ្នឹងយើងចុចកន្លែងហ្នឹងដើម្បីឲ្យកម្មវិធី Telegram remove background ចេញអញ្ចឹងយើងរងចាំតិចទៅដើម្បីឲ្យកម្មវិធី Telegram ហ្នឹងគឺ remove background រូបភាពរបស់យើងចេញហ្នឹងបាទអញ្ចឹងចំពោះការ remove ហ្នឹងគឺបងប្អូនគ្នាអាច remove background ឲ្យស្អាតទៅតែខ្ញុំនេះគាត់តែជាឧទាហរណ៍បង្ហាញបងប្អូនគ្នាអញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងហើយគឺយើងអាចចូលមកបន្ថែមពលឺបន្ថែមអីផ្សេងៗក្នុងហ្នឹងបានបាទអញ្ចឹងនៅពេលដែលយើងសម្រេចថាយកបែបហ្នឹងហើយយើងចុចកន្លែងសញ្ញា trick មករួចហើយយើងចុចកន្លែងពាក្យ send sticker បាទយើងចុចកន្លែងហ្នឹងទៅអញ្ចឹងគឺយើងបានបង្កើត sticker មួយនៅក្នុងកម្មវិធី Telegram ហ្នឹងគឺយើងអាចបង្កើតបែបហ្នឹងហើយបងប្អូនគ្នាចង់បង្កើតគឺយើងបង្កើតបានន័យថាយើងធ្វើវាម្ដងមួយនៅក្នុងការបង្កើត sticker ហ្នឹងបាទអញ្ចឹងនៅក្នុងកម្មវិធី Messenger ក៏ដូចគ្នាដែរបងប្អូនគ្នាចូលទៅបង្កើតដូចគ្នាបានអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងសម្រាប់មកបង្ហាញបងប្អូនគ្នាហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត